ព្យាការីមូហាម៉ាត់ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ បានចាត់វិធានការពីរយ៉ាងចំពោះស្ថានភាពតានតឹងយ៉ាងខ្លាំងនៅពេលដែលកុលសម្ព័ន្ធកូរ៉ុយធ្វើបាបជំហានទី1របស់គាត់គឺនៅផ្ទះរបស់អាល់អារូកមព្យាការីមូហាម៉ាត់ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ បានជ្រើសរើសផ្ទះរបស់អាល់អារូកមកូននប៊ីអាល់អារូកមជាមជ្ឈមណ្ឌលសម្រាប់ការអំពាវនាវសាសនាអ៊ីស្លាមការគោរពសក្ការៈនិងជាទីកន្លែងខាងបណ្ដោះបណ្ដាលផ្នែកសាសនាព្រោះផ្ទះនេះស្ថិតនៅទីតាំងសុវត្ថិភាពឆ្ងាយពីក្រសែភ្នែករបស់ពួកជនអាក្រក់ព្យាការីមូហាម៉ាត់ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ បានជួបជុំជាមួយសាហាបាត់របស់គាត់ដោយសម្ងាត់នៅទីនោះដើម្បីគាត់នឹងសូត្រអាយ៉ាត់នៅក្នុងគម្ពីរអល់កុរអានឬវាក្យខណ្ឌរបស់អល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាឲ្យពួកគេស្ដាប់ហើយគាត់បានបង្រៀនគម្ពីរអល់កុរអាននិងមាគ៌ារបស់គាត់ដល់ពួកគេហើយនឹងដើម្បីជំនះបាបកម្មរបស់ពួកគេផងដែរតាមរយៈការរៀបចំនេះគាត់បានជៀសវាងពីហេតុការណ៍គ្រោះថ្នាក់ជាច្រើនដែលអាចកើតឡើងប្រសិនបើគាត់ជួបជុំជាមួយពួកគេជាសាធារណៈចំណែកឯព្យាការីមូហាម៉ាត់ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ ផ្ទាល់គាត់គោរពសក្ការៈចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡានិងអំពាវនាវឲ្យអ្នករតីជឿលើអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាជាសាធារណៈក្នុងចំណោមពួកគ្មានជំនឿដោយមិនខ្លាចការធ្វើទុកបុកម្នេញនិងការឈ្លានពានការចំអកឬការមើលងាយឡើយនេះគឺជាគតិបណ្ឌិតពីអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាដើម្បីឲ្យសារអ៊ីស្លាមរបស់គាត់ទៅដល់អ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿដើម្បីកុំឲ្យពួកគេមានលេសប្រឆាំងនឹងអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាបន្ទាប់ពីសារត្រូវបានផ្សព្វផ្សាយហើយនៅដើម្បីកុំឲ្យនរណាម្នាក់នៅថ្ងៃជំនុំជម្រះបាននិយាយថាគ្មានអ្នកនាំសារណាម្នាក់មកដាស់តឿនប្រាប់ឬព្រមានដល់ពួកយើងឡើយជំហានទី2ការធ្វើចំណាក់ស្រុកទៅកាន់ហាបាសាដែលសពថ្ងៃជាប្រទេសអេត្យូពីព្យាការីមូហាម៉ាត់ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ បានណែនាំឲ្យបណ្ដាអ្នកមូស្លីមធ្វើចំណាក់ស្រុកទៅកាន់ហាបាសាបន្ទាប់ពីគាត់បានប្រកាសថាស្ដេចអានណាយ៉ាស៊ីជាស្ដេចដែលមានយុត្តិធម៌និងមិនធ្វើទុកបុកម្នេញនរណាម្នាក់នៅក្នុងប្រទេសរបស់គាត់ឡើយនៅខែរចប់ឆ្នាំទី5នៃភាពជាព្យាការីក្រុមអ្នកមូស្លីមដំបូងបានធ្វើចំណាក់ស្រុកក្រុមនេះមានបុរស12នាក់និងស្ត្រី4នាក់ដែលដឹកនាំដោយអ៊ុស្មាន ប៊ីន អាហ្វានជាមួយនឹងភរិយារបស់គាត់រូកៃយ៉ាដែលជាកូនស្រីរបស់ព្យាការីមូហាម៉ាត់ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ ពួកគេជាគ្រួសារដំបូងដែលបានធ្វើចំណាក់ស្រុកដើម្បីអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាបន្ទាប់ពីព្យាការីអ៊ីប្រាហ៊ីមនិងព្យាការីលូត អាឡៃហ៊ីមសាឡាមសាហាបាត់ទាំងនេះបានចាក់ចេញដោយសម្ងាត់នៅពេលយប់ឆ្ពោះទៅកាន់កំពង់ផែស៊ូអៃបានៅភាគខាងត្បូងនៃទីក្រុងជីតាដោយការកំណត់នឹងអំណាចរបស់អល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាពួកគេបានរកឃើញនាវាពាណិជ្ជកម្មចំនួន2គ្រឿងហើយពួកគេក៏ឡើងជិះនាវាទាំងនោះទៅដល់ហាបាសាដោយសុវត្ថិភាពចំណែកឯកុលសម្ព័ន្ធកូរ៉ុយវិញនៅពេលដែលដឹងពីការចាក់ចេញរបស់សាហាបាត់ពួកគេខឹងសម្បានិងបានប្រញាប់ប្រញាល់ដេញតាមពីក្រោយដើម្បីចាប់ខ្លួនពួកគេនិងនាំពួកគេត្រឡប់មកកាន់ទីក្រុងម៉ាកាវិញដើម្បីបន្តធ្វើទុកបុកម្នេញនិងបង្ខំឲ្យពួកគេបោះបង់សាសនារបស់អល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាប៉ុន្តែអ្នកមូស្លីមបានទៅដល់សមុទ្រមុនហើយពួកកូរ៉ុយបានត្រឡប់មកវិញដោយដៃទទេបន្ទាប់ពីទៅដល់ឆ្នេរសមុទ្រ